បងប្រុសម្នាក់នេះគាត់ចង់មកអួតពីកម្លាំងដៃរបស់គាត់បងប្អូននេះដាច់អស់ចាំមើលបន្ទាប់មកគាត់កាច់ចង្កឹះចាំមើលគាត់ធ្វើបងប្អូនយ៉ាបាក់ខ្ទេចនេះខ្លាំងរបស់គេមែនបន្ទាប់មកគាត់យកដៃចោលរបស់គាត់យកមកចាក់ផ្លែប៉មបងប្អូនដៃរឹងដល់កបែកខ្ទេចគាត់ឈឺដៃគាត់ឡើងញ័រដៃបន្ទាប់មកគាត់វាយផ្លែដូងវាយដូចជា2ដៃ3ដៃបែកខ្ទេចតែម្ដងមើលគាត់វាយដាក់ហើយ1 2 3ដៃបងខ្ទេចគ្មានសល់មកគាត់ឈឺដៃគាត់ឡើងញ័រដៃ